មកដឹងពីប្រាក់ចំណេញរបស់ធនាគារ ABA ដែលកំពុងកើបលុយរកស៊ីនៅកម្ពុជាតាមរយៈរបាយការណ៍ចេញផ្សាយដោយផ្ទាល់ពីធនាគារ ABA បានបង្ហាញឲ្យដឹងថាប្រាក់ចំណេញសុទ្ធរបស់ធនាគារ ABA ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដាបានកើនឡើងនៅក្នុងឆ្នាំ2024ពោលសម្រាប់បានដល់ទៅចំនួន$299.6 លានជាមួយគ្នាប្រាក់បញ្ញើអតិថិជនក៏បានកើន 20% គិតជាទឹកប្រាក់$11,000 លានហើយចំណែកផលប័ត្រកម្ចីដុលទទួលបានកំណើន 10% ពោលឈានទៅសម្រេចដល់$8.6 លានដែលភាគច្រើនគឺទទួលបានការផ្ដល់ប្រាក់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យមនិងអាជីវកម្មធំៗអ្វីដែលកាន់តែពិសេសនោះទ្រព្យសកម្មរបស់ធនាគារ ABA បានសម្រេចឈានដល់$13.8 លានដែលស្មើនឹងកំណើន 20% ធៀបនឹងឆ្នាំ2023ក្នុងឆ្នាំ2024ដដែល ABA ត្រូវបានបន្ថែមដើមទុនចំនួន$220 លានពីធនាគារកាណាដាដែលជាភាគហ៊ុននឹករបស់ ABA ហេតុនេះហើយទើបធ្វើឲ្យមូលធនភាគហ៊ុននឹករបស់ធនាគារកើនឡើង$2.3 លានដែលកើនក្នុងអត្រា 30% ធៀបនឹងឆ្នាំមុនទន្ទឹមនឹងប្រាក់ចំណូលនិងប្រាក់ចំណេញងាកមកមើលការបង់ពន្ធ ABA បានគោរពតាមក្រិតក្រមយ៉ាងល្អណាស់ដោយឆ្នាំ2024 ABA បានបង់ពន្ធលើប្រាក់ចំណូលចំនួន$90 លានហើយនៅឆ្នាំ2023បានបង់ពន្ធចំនួន$70 លានម្យ៉ាងវិញទៀតចាប់តាំងពីឆ្នាំ2009មកធនាគារមួយនេះបានរួមចំណែកបង់ពន្ធសរុបប្រមាណ$456 លានផងដែរគូបញ្ជាក់ថាចំពោះបណ្ដាញសាខារបស់ធនាគារ ABA នៅអំឡុងឆ្នាំ2024ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដូចគ្នាដោយមានប្រតិបត្តិការសាខាសរុបចំនួន99ទីតាំងស្វ័យសេវាធនាគារ24ម៉ោងលើ 7 ថ្ងៃនិងមានម៉ាស៊ីនស្វ័យសេវាលើសពី1700កន្លែងនៅទូទាំងប្រទេស ABA ជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដាដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារធំៗជាងគេនៅកាណាដាមានទ្រព្យសកម្មជាង$334,000 លានគិតត្រឹមថ្ងៃទី31ខែមករាឆ្នាំ2025និងមានបណ្ដាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក